នាឱកាសនេះនាយកដ្ឋានអភិវឌ្ឍវប្បធម៌បានសហការជាមួយមហាវិទ្យាល័យសិល្បៈនាដសាស្ត្ររៀបចំពិធីរបៀបខ្មែរសំពះតទៅនេះទស្សនិកជននឹងអាចឃើញរបៀបសំពះខ្មែរដែលខុសប្លែកអំពីការសំពះនានាឬក៏បណ្ដាប្រទេសផ្សេងមកដល់ដំណាក់កាលនេះនាយកដ្ឋានអភិវឌ្ឍវប្បធម៌បានយល់ឃើញថានៅក្នុងសង្គមខ្មែរទាំងមូលបងប្អូនយើងរៀបចំនៃការសំពះគួរសមទំនាក់ទំនងក្នុងសង្គមមិនទាន់បានត្រឹមត្រូវទៅតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរនៅឡើយតទៅនេះទស្សនិកជននឹងបានឃើញទស្សនីយភាពខ្លះៗនៃការសំពះរបស់របៀបសំពះខ្មែរបាទនៅជ្រុងមួយនៃសាលពិព័រណ៍អចិន្ត្រៃយ៍ទន្លេបាសាក់គេបានប្រទះឃើញរូបគំនូរ5ផ្ទាំងស្ដីអំពីរបៀបសំពះខ្មែរកាយវិការទី1ត្រូវលើដៃទាំងពីរប្រណម្យដោយយកមេដៃដាក់លើសិរិសារបៀបនេះគឺដើម្បីសំពះទេវតាអាទិទេពនិងព្រះពុទ្ធកាយវិការទី2យកម្រាមដៃដាក់ត្រឹមចិញ្ចើមរបៀបនេះគឺសម្រាប់ថ្វាយបង្គំព្រះមហាក្សត្រនិងព្រះសង្ឃកាយវិការទី3យកចុងម្រាមដៃដាក់ត្រឹមច្រមុះរបៀបនេះគឺសម្រាប់សំពះឪពុកម្ដាយអាណាព្យាបាលនិងគ្រូបាធ្យាយកាយវិការទី4យកចុងម្រាមដៃដាក់ត្រឹមមាត់របៀបនេះគឺសម្រាប់សំពះអ្នកដែលមានថ្នាក់ខ្ពស់ជាងខ្លួនកាយវិការទី5គឺលើកដៃប្រណម្យដាក់ត្រឹមទ្រូងរបៀបនេះសម្រាប់សំពះថ្នាក់ស្មើគ្នាឬក៏សំពះតបទៅអ្នកដែលមានថ្នាក់ទាបជាងខ្លួនលោកស្រីហ៊ីមណាឡាពិតបរោះមហាវិទ្យាល័យសិល្បៈនាដសាស្ត្រមានប្រសាសន៍ថានៅក្នុងសង្គមខ្មែរខ្ញុំសូមជម្រាបដែរថាគេសំពះគ្នានៅពេលទី1គឺនៅពេលជួបគ្នាពេលលាគ្នានិងការអរគុណរវាងគ្នានិងគ្នាសំពះរបៀបខ្មែរគឺយើងឈរនៅលើលក្ខណៈរបស់យើងគឺយើងនឹងចាមិនជ្រាយមានន័យថានឹងប៉ុន្តែនួនបានន័យថាទុនភ្លុនហើយនឹងអណ្ដែតចានេះជាចរិតរបស់ខ្មែរជាលក្ខណៈរបស់ខ្មែរចាគឺការសំពះរបស់ស្ត្រីខ្មែរទូទៅគឺយើងសំពះដោយជៀសវាងការបើកគួយដៃគឺយើងបិទគួយដៃហើយនឹងម្រាមដៃជិតគ្នាចាជៀសវាងការបើកចាបើកគួយដៃតាមទំនៀមទម្លាប់ប្រពៃណីគេអាចសំពះឈរឬអង្គុយបានបើអ្នកដែលយើងត្រូវសំពះគាត់ឈរយើងអាចឈរសំពះបានផ្ទុយទៅវិញបើអង្គុយយើងត្រូវបន្ទាបខ្លួនអង្គុយឲ្យស្មើគ្នាជៀសវាងការឈរសំពះពីលើនៅវត្តអារាមប្រជាជនខ្មែរនិយមសំពះព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយអង្គុយពីរបែបព្រះទេពសត្ថារាជាគណៈថ្នាក់ចាត់ថ្វាណយជ្រឹកមានពុទ្ធដីកាដូចតទៅបើគោរពព្រះពុទ្ធព្រះធម៌ព្រះសង្ឃនោះបើបរោះត្រូវអង្គុយចំហោងលិទ្ធជង្គង់ថ្វាយបង្គំក្បាលដល់នឹងកន្ទេលហើយលើកដៃឲ្យផុតសេរសានឹងគឺថ្វាយបង្គំព្រះពុទ្ធបើនារីគឺថ្វាយបង្គំបាត់ជើងប្រពៃណីខ្មែរយើងគឺឲ្យលិទ្ធជង្គង់ហើយដាក់ដៃប្រណម្យចឹងហើយចុងច្រមុះចឹងដាក់ដៃចឹងទៅដៃស្ដាំដាក់មុនបានដៃឆ្វេងហើយបានរុញចេះរុញទៅមុខមកតង់ទៀតហើយបានដៃឆ្វេងរុញទៅបានដកមកចឹងមកបានលើកអញ្ចឹងហើយបានដាក់មកវិញមកត្រឹមនឹងដែលថ្វាយគុំព្រះមហាក្សត្រក្តីព្រះពុទ្ធព្រះធម៌ព្រះសង្ឃនៅក្នុងសង្គមជាតិអ្វីៗដែលទំនើបច្រើនតែខុសប្លែកពីទំនៀមទម្លាប់បុរាណមានតែវត្តអារាមប៉ុណ្ណោះទេដែលជាឃ្លាំងរក្សាសម្បត្តិវប្បធម៌ជាតិការថ្វាយគុំប្រកបទៅដោយលក្ខណៈ3យ៉ាងបញ្ចបតិតេនៈបញ្ចុះអវយវៈទាំងឡាយមានក្បាល1ដៃ2ជើង2ប្រកបទៅដោយកាយវន្តនាគឺសម្រួមវិជ័យវន្តនាមានសម្ដីទូទុនចិត្តវន្តនាមានចិត្តនឹងធ្លាក់ចុះនឹកឃើញគុណសករុករោនតេប្រែថាអ្នកចេះគោរពនាតិអ្នកចេះចាត់ចែងកាយនឹងឲ្យបានត្រឹមត្រូវល្អបូជាតិបូជាចំពោះគុណមេត្តាបិតាគឺបើនារីគេថ្វាយអង្គមនឹងក្រាបឲ្យដល់
cái tì chẳng tới hay lượng chẳng mò mình thoại cùng thư cái nhọc che tì អាកប្បកិរិយានៃការសំពះបានប្រែប្រួលទៅតាមសង្គមនីមួយៗតែទោះជាយ៉ាងណាក៏ប្រជាជនខ្មែរបានរក្សាប្រពៃណីដែលជាកេរមរតកដូនតារបស់ខ្លួនព្រមទាំងចាត់ទុកថាការសំពះជាមូលដ្ឋានវប្បធម៌របស់ខ្មែរទៀតផង